Alright, clap for King. Clap for When you let an clear, my boy, G. Pisakmai. But you bought private tron, women need hair, coming proud buckingham. តែបើសិនជាយើងបកប្រែទៅតាមបរិបទផ្សេងៗគ្នាវាអាចមានន័យដូចតទៅបើសិនតើតងទៅនឹងស្នេហាបើសិនជាមនុស្សស្រីនិយាយទៅកាន់មនុស្សប្រុសថា my boy នោះគឺចង់មានន័យថាមិត្តប្រុសរបស់ខ្ញុំឬក៏បើសិននិយាយបែបចង់ញ៉ែអញ្ចឹងអាចនិយាយថាក្មេងប្រុសតូចរបស់ខ្ញុំបើតើតងទៅនឹងឪពុកម្ដាយរវាងត្រៀកក្នុងរវាងឪពុកម្ដាយនិងកូនយើងអាចបកប្រែថាកូនប្រុសរបស់ខ្ញុំបើសិនតើតងទៅនឹងមិត្តភ័ក្តិបើសិនជាមិត្តភ័ក្តិរបស់យើងហៅយើងថា my boy នោះមានន័យថាពួកគេចង់និយាយថាពួកម៉ាក់របស់ខ្ញុំតែយើងអាចប្រើឃ្លានេះក្នុងន័យបែបបញ្ចូលសក់ផងដែរដោយវាអាចមានន័យស្តៀងការនិយាយថាអាមួយនឹងឧទាហរណ៍ my boy out here thinking he could pull any girls មានន័យថាអាមួយនឹងគិតថាវាអាចញ៉ែមនុស្សស្រីបានគ្រប់គ្នាមកឃើញនិយាយបែបបញ្ចូលសក់តែបើសិនជាយើងជាមនុស្សប្រុសម្នាក់ហើយយើងធ្វើអ្វីមួយបានជោគជ័យឪពុកម្ដាយរបស់យើងអាចនឹងនិយាយថា that's my boy ហើយពួកគាត់អាចនឹងចង់មានន័យថាកូនប្រុសខ្ញុំអញ្ចឹងឬក៏កូនប្រុសខ្ញុំអស្ចារ្យអញ្ចឹងឬក៏សង្សាររបស់យើងអាចនិយាយថា that's my boy មានន័យថាមិត្តប្រុសខ្ញុំគឺខ្លាំងអញ្ចឹងឬប្រកែកអញ្ចឹងហើយបើសិនជាមិត្តភក្តិរបស់យើងអាចនិយាយថា that's my boy ដោយពួកគេអាចមានន័យថាពួកម៉ាក់ខ្ញុំប្រកែកអញ្ចឹងឬខ្លាំងអញ្ចឹង